តីតអ្នកនយោបាយវ័យក្មេងដែលធ្លាប់លេចធ្លោលើបណ្ដាញសង្គមនិងធ្លាប់កាន់តំណែងជាអភិបាលរងក្រុងអរិយស័ក្តិអ្នកស្រីធីសវណ្ណថានិងស្វាមីលោកថៃសវណ្ណរិទ្ធត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ3ឆ្នាំព្រមទាំងពិន័យម្នាក់ៗចំនួន6លានរៀលពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៌មានលើបណ្ដាញសង្គមអំឡុងពេលមានភាពតានតឹងតាមព្រំដែនកម្ពុជាថៃកាលពីឆ្នាំ2025សាលក្រមនេះត្រូវបានប្រកាសនៅថ្ងៃទី13ខែកក្កដាឆ្នាំ2026លោកអ៊ីរ៉ានអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញបានប្រាប់ News Today ថាទោស3ឆ្នាំនេះត្រូវអនុវត្តនៅក្នុងពន្ធនាគារផ្ទាល់ដោយគ្មានការព្យួរទោសឡើយខណៈជនជាប់ចោទទាំងពីរក៏កំពុងស្ថិតនៅក្នុងពន្ធនាគាររួចហើយដែរដោយ News Today មិនអាចតាក់ទងអ្នកស្រីធីសវណ្ណថាឬមេធាវីរបស់អ្នកស្រីបានគេមិនដឹងថាអ្នកស្រីនឹងប្តឹងឧទ្ធរណ៍ឬយ៉ាងណាទេកាលពីចុងឆ្នាំ2025អ្នកស្រីធីសវណ្ណថាបង្ហោះសារញឹកញាប់នៅលើបណ្ដាញសង្គម Facebook ក្នុងអំឡុងពេលដែលស្ថានភាពព្រំដែនកម្ពុជាថៃកំពុងតានតឹងអាជ្ញាធរបានចាត់ទុកខ្លឹមសារមួយចំនួនថាអាចប៉ះពាល់ដល់ការងារសន្តិសុខជាតិសណ្ដាប់ធ្នាប់សង្គមនិងទឹកចិត្តរបស់កងទ័ពក្រោយត្រូវនគរបាលកោះហៅឲ្យចូលបំភ្លឺកាលពីថ្ងៃទី9ខែធ្នូឆ្នាំ2025អ្នកស្រីនិងស្វាមីត្រូវបានតុលាការសម្រេចឃុំខ្លួនជុំវិញសំណុំរឿងនេះលោកអំសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូនិងលោកណូវីនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាយល់ថាអាជ្ញាធរគួរតែបើកចិត្តទទួលមតិរិះគន់និងពិចារណាឲ្យបានហ្មត់ចត់មុនប្រើវិធានការច្បាប់លើអ្នកបញ្ចេញមតិទោះជាយ៉ាងណាក៏មានមតិសាធារណៈខ្លះយល់ថាអំឡុងពេលមានភាពតានតឹងការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់អាចធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញគួរបញ្ជាក់ថាអ្នកស្រីធីសវណ្ណថាបានលេចមុខជាសាធារណៈនៅឆ្នាំ2013ក្នុងនាមជាយុវជនគាំទ្រគណៈបកសង្គ្រោះជាតិប៉ុន្តែនៅឆ្នាំ2017អ្នកស្រីបានចូលរួមជាមួយគណៈបកប្រជាជនកម្ពុជាហើយក្រោយមកត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយស័ក្តិមុនពេលត្រូវបានដកតំណែងនៅឆ្នាំ2025ខ្ញុំរស់សុធាពី News Today MTTV